សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបាទឥឡូវនេះសារ៉ាត់សែនជ័យបារមីទង់សខ្សែទឹកក្នុងតាមហើយរបស់ឯកឧត្តមស្បង់សារ៉ាត់បាទរបស់ឯកឧត្តមស្បង់សារ៉ាត់សិតតែទុកខ្លាំងបាទសារ៉ាត់សែនជ័យបារមីទង់សទៅជាជើងឯកថ្មីនៅខេត្តព្រៃវែងចាឥឡូវនេះតាមសារ៉ាត់តេជោសែនជ័យបាទក៏ទើបតែបញ្ចប់នៅខេត្តកណ្ដាលដែរហើយ3ឆ្នាំ2016 2017 2019ជើងឯកហើយឥឡូវនេះយើងឃើញថាមកដល់នៅមុខពលាជ័យបាទដាច់បាទចាអត់តោងទេសំទោសសារ៉ាត់តេជោសែនជ័យអូយល្អណាស់បងហើយទេដាច់ហើយចាលេខ290នេះហើយគឺជាទូកដែលមានឈ្មោះថាសារាយតេជោសែនជ័យទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនរដ្ឋមន្ត្រីក្រសួងរាយរដ្ឋាភិបាលនិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់បាទឥឡូវដាច់ហើយអាយដាមបាទទៅលើសព្រួញពេជ្ររបស់សម្ដេចកលាហោមបាទទូកនៅខ្សែទឹកខាងក្នុងឯកសណ្ឋានពណ៌លឿងនឹងហើយគឺសព្រួញពេជ្រហើយគូពីក្រោយនឹងក៏អាចមកបានដែរមកអាចបានតាន់ផងបាទលទ្ធផលនៅសម្រាប់គូពិសេសទី2ដែលតេជោកែវិជ័យបារមីចៅសែននេះយើងអាចនិយាយបានថាទទួលបានជ័យជំនះហើយដោយសារដាច់បាត់ហើយបងប្អូនបាទដាច់ឆ្ងាយណាស់សម្រាប់ទូកនេះតាមមិនតាន់ទេបាទដាច់ដល់3 4ទូកឯណោះបាទសម្រាប់ការអ៊ំបណ្ណាំងអញ្ចឹងយើងឃើញហើយបាទទូទស្សន៍ជាតិកម្ពុជាក៏បានផ្ដិតយករូបភាពនៃសកម្មភាពនៃការអ៊ំរបស់បាទតេជោកែវិជ័យបារមីចៅសែនកំពុងតែបណ្ដែតខ្លួនយ៉ាងលឿនលយតែម្ដងនៅមុខពលាជ័យដល់ទីហើយខ្ញុំសូមចាប់យកទូកយុទ្ធវង្សសែនជ័យបដូរទៅនៅខ្សែទឹកខាងក្នុងវិញម្ដងហើយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍វង្សពិសេនបាទឥឡូវនេះដូចចាញ់បងទៅលើរាំងទ័រសាគរសែនមានជ័យបារមីកញ្ចោខាងត្បូងរបស់លោកអ្នកអង្គញាត្រីភាពនិងលោកជំទាវអង្គញាចាគៀងស្រីនាងចាដកហើយដកខ្លាំងមែនតើបាទគឺខ្សែទឹកខាងក្រៅរាំងទិលចារាំងទិលសាគរសែនមានជ័យបារមីកញ្ចោខាងត្បូងចាហើយសម្រាប់ទូករបស់ឯកឧត្តមចាវងពិសេសនេះឧត្តមសេនីយ៍វងពិសេសអត់ទទួលបានជ័យជំនះទៀតហើយសម្រាប់ជើងទី2នេះបាទឥឡូវយើងបន្តទៅគូទី72ខ្សែទឹកខាងក្នុងសម្ដេចវិបុលបញ្ញាមានជ័យបាទឯកសណ្ឋានពណ៌ទទួលបានការឧបត្ថម្ភពីឯកឧត្តមបាទសុកសុកានិងឯកឧត្តមសុកពុទ្ធិវុឌ្ឍឥឡូវនេះជើងទី2បដូរមកខ្សែទឹកខាងក្នុងទួលភីសៀសែនជ័យបារមីវត្តបារុងនៅខ្សែទឹកខាងក្រៅរបស់អញ្ញាអ៊ឹងសៀបាទភាពប្រកបគ្នាល្អណាស់បាទទូកនេះបាទខ្សែទឹកខាងក្នុងហាក់ដូចដកហើយបាទដកហើយបាទយើងបញ្ញាបារមីមានជ័យឯកឧត្តមសុកសកានិងឯកឧត្តមសុកពុទ្ធិវុឌ្ឍបាទអូយបាទមកដកយកឈ្នះចុងម៉ោងបងឈ្នះចុងទីលឿនបាទរបស់រដ្ឋបាលខេត្តព្រះវិហារដូរខ្សែទឹកតែលទ្ធផលអត់មានការព្រួលប្រែទេបាទបើសិនបើនាំមុខអញ្ចឹងរហូតនេះចានាំមុខអញ្ចឹងរហូតគឺទទួលបានជ័យជំនះជាលើកទី2បាទជាលើកទី2ហើយតែឥឡូវយើងឃើញថាដាច់ច្រើនដែរបងចង់ពាក់កណ្ដាលទូកហើយបាទដកច្រើនចាចិត្តដាច់សកត់ពាក់កណ្ដាលហើយចាឥឡូវសកត់ពាក់កណ្ដាលទូកហើយបងប្អូនបាទឥឡូវយើងឃើញហើយបាទបន្ថែមលបឿនបើទោះបីជាដាច់ក៏នៅតែអត់បន្ថយដែរបាទបន្ថែមហើយបន្ថែមទៀតរហូតបាទមកដល់ទីគាត់ទទួលបានជ័យជំនះជាលើកទី2បាទទៅលើតអោកដែលចូលសែនជ័យបារមីកំពង់ស្បូវរបស់កំពង់ធំដែលជួយមកកំពង់ធំរបស់លោកជំទាវបណ្ឌិតបាទជាចាឥឡូវនេះទូកក្រោយទូកគូក្រោយវ៉ារងចាំមើលសិនវ៉ាមកដល់តងពាន់ទី2ឃើញថាចាប់ផ្ដើមវ៉ាគូមុខទៀតបាទគូមុខទៀតបាទអាចនឹងតន់អ្នកមុខលឹងទៀតទៅហែលចាអាចនឹងតន់បាទឥឡូវយើងឃើញកាន់ច្បាស់ហើយបងច្បាស់ហើយបាទត្រីភាពបាទឧត្តមសែនជ័យបារមីទេ297ដាច់បាត់ហើយក្នុងដាច់ហើយបាទទៅលើគូប្រកួតបាទសវណ្ណគុជសាបាទរបស់សម្ដេចព្រះឧត្តមមុនីជាសំអាងព្រះមេគុណខេត្តកណ្ដាលបាទឥឡូវនេះសម្រោងជ័យមហាបវរធិបតីសែនជ័យឬក៏យ៉ាងណាសូមមើលកតុយទូកសិនបាទ248ឥឡូវកំពុងតែចាញ់បងកំពុងតែចាញ់បងចាបាទ248ណាចាញ់298បានន័យថាមហាធិបតីរស្មីជ្រៃមាសរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនេះនាំមុខបាទនាំមុខហើយបាទឥឡូវនាំមុខទទួលបានជ័យជំនះហើយសម្រាប់ជើងទី2ម្នាក់មួយជើងចែកគ្នាគ្រប់ជំរាបជូនសម្ដេចចាប់ពី98គឺដល់ទីជើងទី2បាទឈ្នះជើងទី2ជាបន្តបាទឥឡូវយើងឃើញហើយបាទបន្តពីឈ្នះបានណាបងប្អូនទី1ធ្វើបានល្អបងប្អូនយើងថាអញ្ចឹងថាមិនក៏ហ៊ានថាមកដល់ពេលនេះហើយដាច់របៀបនេះហើយគឺឈ្នះហើយចាណាមួយសិតតែទូកខ្លាំងហើយបាទយើងសិតដឹងថាទូកកម្រិតណាបាទបច្ចេកទេសរបស់ពួកគាត់ចាសូមចាប់បន្ត
សូមចាប់បន្តគូទី76ពោអណ្ដែតធិបតីសែនជ័យរបងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានបដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងហើយខណៈពេលដែលកំពុងតែប្រកៀកប្រកាត់ជាមួយនឹងដូនពេញសែនជ័យរបងសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនល្អមើលណាបងមិនមែនខ្ញុំចេះតែថាទេបងអូនចាំវិចិត្របាទឥឡូវនេះកំពុងតែដកឲ្យណាដូនពេញសែនជ័យដកហើយទុំនៅខណ្ឌដូនពេញយើងឯងសម្ដេចតាទ្វេលោកឧបត្ថម្ភដាច់ទេណាដកដាច់ប៉ុន្តែដឹងតែដកហើយបាទដកឲ្យឥឡូវនេះណាទីទួយបំផុតដូនពេញសែនជ័យបាទដកមកច្រើនខ្ទង់គួរសមដែរបាទទៅលើគោលដែតបាទធិបតីសែនជ័យបាទឥឡូវគឺទទួលបានជ័យជំនះជាលើកទី2សម្ដេចពុកឈ្នះមួយជើងការពីជើងទី1បដូរទៅនៅខ្សែទឹកខាងក្រៅនៅតលយនៅតនាំមុខទៅលើនាគរាជតាមាដេជោសែនជ័យរបស់ឯកឧត្តមប៊ុនសុខាចាសែនសំណោះលោកអញ្ញាអឹងសៀតែលោកស្រឡាញ់ហើយលោកចូលចិត្តចាអភិរក្សទូកណាស់ចាបាទឥឡូវយើងឃើញហើយបាទគឺសែនស្រណោះបាទឈ្មោះព្រោះណាស់ចាគឺខ្សែទឹកខាងក្រៅសម្ព័ន្ធភាពជាមួយនឹងល្បឿននៃការលើកទង់ជាតិនៅចំកណ្ដាលល្អមែនទែនបាទជើងទី1ក៏លទ្ធផលល្អជើងទី2ក៏នៅតែដាច់បាទឥឡូវសែនសំណោះទទួលបានជ័យជំនះជាលើកទី2ទៅលើនាគរាជតាមាដែលជួសែនជ័យរបស់ឯកឧត្តមប៊ុនសុខាចាក្រាយ៉ាងណាយ៉ាងណីជាមួយនឹងឯកឧត្តមជាសភារាបាទឥឡូវនេះយើងឃើញហើយល្បឿនគឺខាងក្រៅបាទនាំមុខបន្តិចតួចទេបាទឧត្តមទួល3បារមីពីជ័យជេស្តារបស់ប្រជាអធិការវត្តបាទឧត្តមទួល2អញ្ចឹងណាទួលដីហ៎បងបាទឧត្តមទួល3បារមីពីជ័យជេស្តាបងអូនចិត្តខាម្ដងរួចហើយការបញ្ជើញទី1មិនខុសផងចាឥឡូវនាំមុខបន្តិចតួចទេខណៈដែលវាមាន7មករាការបញ្ជើញទី1របស់ឯកឧត្តមជាសភារាហ្នឹងគឺទទួលបានជ័យជំនះឥឡូវដកហើយប៉ុន្តែដកនេះក៏ដូចទន្ទឹមគ្នាដែរណាខាងក្រៅក៏គាត់ឡើងខាងក្នុងក៏គាត់ឡើងដែរបាទរងចាំតែមើលស្គរជ័យក៏អាចនិយាយបានថាដកហើយនេះចាឥឡូវយើងចាំផ្ទៀងផ្ទាត់ទាំងអស់គ្នាបាទបងប្អូនពុកម៉ែបងប្អូនដែលកំពុងតែទស្សនាតាមការផ្សាយផ្ទាល់ណែឡើងហើយឡើងហើយអើយទុកលទ្ធផលនេះជូន